ហ្នឹងគឺយើងមកលេងហ្គេម Minecraft Roblox ទៀតហើយហើយយើងសរសើរមកពីមួយរយៈហ្នឹងខ្ញុំខានជាងវីដេអូខ្លាំងមែនតើដោយសារពីខ្យល់ហ្នឹងហើយមួយទៀតគឺដោយសារពីវីដេអូអត់មានអ្នកមើលទេអញ្ចឹងខ្ញុំយើងមកលេងហ្គេម Roblox អាវៈ Restaurant Simulator 2អើយចូលនិយាយអាហ្នឹងខ្ញុំនិយាយមក Restaurant Simulator 2អូខេចឹងថ្ងៃហ្នឹងគឺយើងមកលេងអាហ្គេមហ្នឹងទៀតហើយកាលមុនគឺយើងធ្លាប់លេងហ្គេមហ្នឹងដែរហើយកាលមុនគឺយើងអភិវឌ្ឍហាងយើងអភិវឌ្ឍឲ្យបានច្រើនចឹងហើយឥឡូវយើងមកអភិវឌ្ឍហាងយើងទៀតបាទសារពីខ្ញុំខានលេងយូរហើយទៀតអាហ្គេមហ្នឹងគឺខ្ញុំលេងទៅខ្ញុំចេះលេងទៅនិយាយទៅខ្ញុំលេងតែខ្ញុំអត់ថតវីដេអូតាមខ្ជិលចឹងឥឡូវខ្ញុំអភិវឌ្ឍបានច្រើនមែនតើហើយលុយខ្ញុំហូរដូចទឹកចឹងមកខ្ទង់100អញ្ចឹងគឺយើងមកដាក់ពលឺដាក់អីអាខាងក្រោយមកសារពីវាដូចអាងឹតពេកចាឥឡូវយើងមកធ្វើនំប៉័ងមកនេះសារពីនេះអ្នកគ្នាសារពីយើងនិយាយទៅគឺយើងត្រូវជួយធ្វើការឲ្យពួកអាចុងភៅយើងដែរសារពីចុងភៅយើងមាន3នាក់ក៏ដោយហើយនិយាយទៅសារពីមហូបយើងថាពួកមនុស្សគេភ្ញៀវយើងវាច្រើនអញ្ចឹងមហូបក៏វាច្រើនដែរអញ្ចឹងដើម្បីឲ្យលុយយើងលឿនយើងត្រូវជួយធ្វើមហូបចុងភៅយើងដែរអ្នកគ្នាអញ្ចឹងយើងជួយធ្វើមហូបពួកអាចុងភៅយើងមកនេះមហូបនឹងដឹងមហូបស្អីអញ្ចឹងគឺយើងធ្វើការជួយធ្វើការងារខ្លះមកដោយសារនិយាយទៅបើយើងធ្វើការងារហ្នឹងណាមួយគឺយើងបាន level គឺយើងអាច upgrade ម្ហូបយើងដែរអញ្ចឹងគឺយើងធ្វើម្ហូបឲ្យបានច្រើនឲ្យបាននិយាយទៅយើងធ្វើម្ហូបឲ្យច្រើនមកហើយទៀតlàថាប្រទេសដែលជាម្ហូបរបស់យើងហ្នឹងយើងធ្វើម្ហូបប្រទេសណាគឺឥឡូវខ្ញុំយកបាន2ដូចជាប្រទេសអ៊ីតាលីនិងអាមេរិកហ្នឹងហើយ2ហ្នឹងខ្ញុំត្រូវអាប់ឲ្យមិញអ្នកគ្នាសារពីបើសិនជាយើងអាប់មិនគឺlàថាដូចយើងអាចថាយើងទៅគឺយើងអាចធ្វើម្ហូបបានច្រើនហើយទៀតលុយយើងបានច្រើនដែរហើយមានម្ហូបប្រទេសខ្លះគឺlàថាដូចយើងអាចធ្វើឲ្យយើងបានលុយច្រើនថាយើងធ្វើបានលុយច្រើនហើយមួយទៀតស្រួលធ្វើអញ្ចឹងយើងធ្វើការធ្វើម្ហូបឲ្យបានច្រើនមកនេះយើងធ្វើការនិយាយទៅគឺថាឥឡូវគឺខ្ញុំបានចង់ភៅឲ្យខ្ញុំអាសត្វឯគ្នានិយាយទៅអាសត្វអស់ហ្នឹងlàថាដូចវាជំនួយឲ្យមានភ្ញៀវមានអីចូលច្រើនចឹងអញ្ចឹងគឺយើងយកអាមាសអាពេជ្រយើង10មាសនឹងយកមកទិញអាតុក្កតាហ្នឹងមកសារពីតុក្កតាហ្នឹងមិនមែនអត់ប្រយោជន៍làថាដូចយើងអាចlàថាបានលុយយើងបានលុយច្រើនដែរដូចជាយើងបានភាគច្រើនគឺពួកក្មេងៗពួកអាកូនក្មេងហ្នឹងវាមកស៊ីទៅវាlàថាដូចវាបើកវាបានអាតុក្កតាហ្នឹងទៅវាយើងបានលុយបានអីច្រើនដែរអញ្ចឹងណាអញ្ចឹងឥឡូវគឺយើងយកលុយយកអីឥឡូវលុយខ្ញុំគឺ400អីសារពីខ្ញុំមិញគឺចាយលុយអស់បាត់ទៅហើយអ្នកនេះទៀតចាយលុយម្លេះអស់ហ្មងយើងបានយើងរោច្រើនហើយលុយយើងក៏ចាយច្រើនដែរអញ្ចឹងគឺយើងត្រូវអាប់ខ្ញុំគិតថាខ្ញុំចង់អាប់នេះអាកន្លែង car page នេះស្អីអានេះខ្ញុំអានចង់ចេញដែរអាហ្នឹងដូចជាចំណតឡានអាហ្នឹងយើងចំណតឡានយើងត្រូវហៅលុយដើម្បីដែលថាជួលអាចំណតឡានហ្នឹងទិញចំណតឡានដើម្បីយកមកប្រើអញ្ចឹងយើងត្រូវការរកលុយដើម្បីជួលអាចំណតឡានសិនដោយសារមកពីចំណតឡានហ្នឹងគឺវាធ្វើឲ្យយើងមានភ្ញៀវមានអីច្រើនអញ្ចឹងណាអញ្ចឹងគឺខ្ញុំគិតថាយើងរកលុយសិនទៅអញ្ចឹងលុយយើងមាន900ហើយអញ្ចឹងយើងត្រូវការទិញអាចំណតឡានហ្នឹងមកឥឡូវយើងទៅមើលមុខចំណតឡានណាអូខេអាហ្នឹងមិនមែនចំណតឡានជប់អូខេអញ្ចឹងអាហ្នឹងមិនមែនចំណតឡានជប់នេះចំណតឡាននេះហើយអាចំណតឡានហ្នឹងបានស្អីមកវិញលើវាគឺយើងនេះហើយយើងឆ្លងអាចំណតឡានហ្នឹងវាដាក់មុខហាងយើងឬក៏វាដូចហាងគេនេះដូចហាងគេនេះវាមានអាចំណតឡានទូនេះហើយវាមានអាចំណតឡាននេះហើយអានេះគឺជាកន្លែងដែលវាមានអ្នកជិះឡានគេបន្តិចអញ្ចឹងយើងកុំខ្វល់យើងត្រូវការសំលុយទិញអាប្រដាប់ឡាស៊ីកន្លែងយើងនេះហ៎តែគេជិះឡានមកគេមកទិញម្ហូបអញ្ចឹងអាកន្លែងគេទិញម្ហូបដូចជាមិញហ្នឹងគឺ3000
ជាងហ្នឹងយើងសំលើទៅអញ្ចឹងវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរអញ្ចឹងកុំភ្លេចចុច like ចុច subscribe មិនផងបាយបាយ